តាមដានរង្វាន់ PG បន្តទៀតដំឡើងគឺយើងឃើញទាខារូគឺมันមានរបួសហើយព្រះនាងវីវីត្រូវគេចាប់បាត់ទៅហើយជាមួយនឹងជាផងដែរ Mr. Sri គឺគាត់បានប្រើកម្មូនរបស់គាត់បង្កើតជាមុខរបស់ជាប្រុកគីមកគាត់ក៏បង្កើតខ្នោះដើម្បីទៅចាប់ជើងព្រះនាងវីវីតបមកគឺ Mr. Sri គាត់ប្រើក្បាច់កម្មូនរបស់គាត់បង្កើតទៅជានំខេតមួយដែលនំខេតមិនមែនជានំខេតធម្មតាទេគឺចាប់ព្រះនាងវីវីសូរ៉ូណាមីយកមកធ្វើតាំងថ្មមកគឺឲ្យតែពួកគេប៉ះកម្មូននឹងហើយគឺដឹងថាគេនឹងខ្លាចទៅជាកម្មូននឹងហើយនេះគឺពួកគេស្ការភ័យបដាហើយ Mr. Sri ស្វាយចិត្តពេលនេះគឺជាប្រុកគីគឺឡើងវិញតែត្រូវបានអាចជាមករបស់ Mr. Fai បានមកគឺពួកគេគឺឆេះខ្លាំងមែនតែទាខារូគឺបានមកជីកដីឲ្យ Luffy យើងងើបឡើងវិញតមក Mr. Sri បានប្រើកម្មូនដើម្បីចាប់យកប្រុកគីបានចាប់យកប្រុកគីហើយតមកពួកគេបាននិយាយប្រាប់ឲ្យ Mr. Free ដោះពួកគេចិនទៅចឹងទេគេនឹងសម្លាប់ចោលហើយបើមិនដោះលែងពួកគេទេបន្ទាប់មកគឺ Zoro គាត់និយាយយើងនឹងស្លាប់ពួកឯងពីដែលយើងចេញបានវិញយើងមិនទុកជីវិតឲ្យពួកឯងនោះទេ Zoro គាត់និយាយចឹងទឹកមុខគាត់គឺកាចខ្លាំងមែនទែនបន្ទាប់មកគឺសឹក Luffy របស់យើងមួយឧសពទាខារូក៏បានមកដល់បន្ទាប់មកគឺ Luffy របស់យើងគឺថាបើមិនដោះលែងគ្នាទេយើងនឹងវាយឯងឲ្យងាប់បន្ទាប់មកគឺ Mr. Sri គឺសើចស្បាយខ្លាំងមែនតើព្រោះគាត់ថាគឺ Luffy ឈួតហើយមិនចង់បាញ់មកគាត់ឲ្យស្បាយនេះបន្ទាប់មកគឺ Zoro របស់យើងគឺបានលើកដៃគាត់សុកចិត្តកកឲ្យតែដៃគាត់ភើញចឹងឲ្យលយព្រោះគាត់ចង់លយខ្លាំងមែនតើទៅមក Mr. Sri គឺគាត់គម្រាមឧសភថាបើមិនឈប់ទេគាត់នឹងសម្លាប់ចោលតែឧសភគឺគាត់បានរត់បាត់មួយទាការូទៅមក Mr. Sri យកកម្មូនយកមកចាប់ជើងរបស់ Luffy ជាប់គឺខ្នោះជើងទៅនោះគឺដំងរឹងទៅមកគាត់ក៏តោងទៅជាប្រុកគីដើម្បីពវល់វាឲ្យទៅវាយនំខេតនោះបាក់ពូបាក់ខ្ទេចអស់ទៅនំខេតនៅទីនោះមកគឺ Mr. Sri ខឹង Luffy ណាស់ដែលធ្វើឲ្យនំខេតនេះស្រស់ស្អាតបានខ្ទេចមក Mr. Fai គឺគាត់បានលេបអាចច្មុកគាត់ចូលមកគាត់ក៏ព្រិចមានអង្គធំ Mr. Sri ទៅបានបាញ់កម្មូនដាក់គាត់ទៅត្រឹកគាត់រាំងពេលនេះ Luffy យើងចាប់តាមទឹកមុខស្លើហើយព្រោះគាត់នឹងជួយគ្នាគាត់យ៉ាងមិនបានទេពេលនោះស្រាប់តែមានស្មើអុយវានេះក្រឹមគាត់ទៅមកគឺនេះ Golden Week ទៅត្រូវជាសហការីរបស់ Mr. Free បានយកជក់យកមកគូក្រោមជើងនឹងបាត់ហើយខ្ញុំនៅថា Luffy យើងគឺពិបាកខ្លាំងតែនអាចដើរទៅណាបានទេទៅមកគឺ Luffy យើងឈើត្រឹងទប់ដើរទៅក្រោយមិនកើតទៅមកគាត់ក៏ចង់ប្រកបដៃវែងគាត់តែត្រូវមីកូដេនវិញជាជក់បុលលីងយកមកគូជក់នេះផងដែរគាត់សើចរហូតគឺគាត់សើចគ្មានថ្ងៃឈប់ទេគឺសើចរហូតតែម្ដងទៅមកគឺ Luffy របស់យើងគឺគាត់អត់បន្តសើចទៀតតើតាអ៊ូសពមកក៏ឆក់គាត់មកបុកគាត់ធ្វើឲ្យអលុកនោះទៅប្លែងអីគាត់ខឹងមីកូដេនវិញជាខ្លាំងដល់ព្រៃគាត់ជប់បែបនេះតែគាត់ជាដៃទៅប៉ះពោលលីងបកហមទៅមកមីកូដេនវិញក៏យកជក់ពកខៀវលើគាត់ទៅព្រៃគាត់ខ្លាចជាមិត្តភក្តិរបស់សហការី Mr. Sri មីកូដេនវិញយើងមកពួកគេថាការហក់ចូលគ្នាទៀតហើយការប្រយុទ្ធពួកគេនេះគឺស្មុគស្មាញខ្លាំងមែនតើទៅមកទាខារូបាននាំឧសពបានមកដល់ក្នុងខេត្តនេះគឺហួសពេកបាត់ទៅហើយព្រោះពួកគេទាំង3នាក់បាត់កកខ្លាចជាកម្មូនបាត់ហើយទៅមកគឺឧសពយកបាញ់ភ្លើងទៅដុត Luffy របស់យើងតែម្ដង
កាដកនោះធ្វើលូហ្វីយ៉ាងលះឯកអាវទឹកមកគឺគាត់រួចផុតចេញពីការសម្ដាំរបស់មីគូដេនវិកទឹកមកគឺមីគូដេនវិកចង់ដាក់ពណ៌លឿងឲ្យមីស្ទ័រស្រីដើម្បីមីស្ទ័រស្រីមានកម្លាំងខ្លាំងជាងមុនទ្វេដងទឹកមកមីស្ទ័រក៏និយាយថាគាត់នឹងសម្លាប់លូហ្វីយើងចោលមកអញ្ចឹងមែនមកគឺឧស្សាហ៍របស់យើងទាញជាពីបាញ់ទៅគាត់តែត្រូវបានគាត់ជិតជួបមកបានបាញ់ទាខារូតែទាខារូគឺគាត់រត់លឿនខ្លាំងមែនទែនមកមី Valentine គាត់បានអង្គុយឬឧស្សាហ៍គាត់ថែមទម្ងន់គាត់ពី1គីឡូទៅ1គីឡូពី1គីឡូទៅ1គីឡូទៅមកគឺទាខារូមិនចងខ្សែហើយគឺឧស្សាហ៍យើងគឺបានចាក់សាំងទៅមកប្រាប់ឲ្យលូហ្វីយើងយកភ្លើងមកឆេះគឺឆេះយ៉ាងស្ថោស្ថៅតែម្ដងហើយវីដេអូនេះគឺត្រៀមបានមកដល់ទីបញ្ចប់អ្នកខ្ញុំជួយចុច like subscribe ខ្ញុំអ្នកមួយផងដើម្បីខ្ញុំខ្លាំងជាធ្វើវីដេអូបន្តទៀតហើយខ្ញុំអរគុណទៅបង Victor ខាងនេះដែលគាត់បានជួយខ្ញុំដោះ channel ខ្ញុំចេញពីការ ban គឺខ្ញុំអរគុណគាត់ធំមែនទែនដែលបានជួយដោះខ្ញុំ channel ខ្ញុំចេញពីការ ban របស់ខ្ញុំគាត់តែគឺ channel ខ្ញុំមិនដឹងទៅដល់ខេត្តណាទេហើយវីដេអូនេះគឺអរគុណគាត់ខ្លាំងមែនទែនហើយក៏បានអរគុណអ្នកដែលបានគាំទ្រខ្ញុំពីដើមរហូតដល់ពេលនេះហើយខ្ញុំជូនពរអ្នកគ្នាសុខភាពល្អនិងរស់ស៊ីទូមានទៅទៀតមានបានពីខ្ញុំបាទ Black and White បាយបាយ